អ្នកនរគ្នានេះគឺជារបៀបនៃការលាតសម្អាតកម្មវិធី TikTok ឲ្យដើរស្រួលជាងមុនអញ្ចឹងកុំខាតពេលយូរយើងចូលទៅកាន់វីដេអូនេះទាំងអស់គ្នាអូខេយើងចូលមកកាន់កម្មវិធី TikTok អ្នកនរសង្កត់ view សិនមកបាទរួចចុចកន្លែង battery app info មួយទៀតមកបាទចុចកន្លែងមកបន្តមកទៀតចុចកន្លែង page strong បាទកន្លែងនេះអូខេយើងចុច clear ខាងក្រោម clear cache ខាងក្រោម clear មេរោគដែលអត់ប្រយោជន៍បាទអញ្ចឹងមេរោគយើង200 MB ជាងបាទចឹងអាខាងលើនេះយើងអាចចាំបាច់ clear ទេបាទអ្នកគ្នាកុំ clear សោះបាទតែការ clear បើសិនជាយើងអត់មានលេខទូរស័ព្ទយើងកំពុងប្រើទេគឺយើងអាចយក account យើងវិញបានទេបាទអូខេអញ្ចឹងយើងអត់បាច់ clear ទេយើងចូលមកកាន់កម្មវិធី TikTok មួយទៀតអ្នកនរគ្នាចូលមកកាន់កន្លែង battery មកបាទចូលមកកាន់កន្លែង battery រកពាក្យ setting and privacy បាទខាងក្រោមគេដោយហើយអ្នកនរគ្នារកពាក្យ security and permission បាទចូលកន្លែង browser setting មកអូខេយើងចុច clear កន្លែងខាច់ខាងលើគេបាទ clear មួយទៀតអូខេអញ្ចឹងដែលយើង clear នេះគឺមេរោគដែលអត់ប្រយោជន៍នៅក្នុង TikTok របស់យើងវានឹងសម្អាតចេញទាំងអស់បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ